ngày nay nhung khơi nhờ bọn tri tôi បាទ គាត់ផុសថាកីឡាករដែលអត់វឹកហាត់ផងហើយឡើងទៅប្រកួតបើសិនជាប្រកួតឈ្នះតើថ្ងៃក្រោយគ្រូគ្រប់គ្រងយ៉ាងម៉េចនេះជាសារដ៏សំខាន់ខ្ញុំពិតជាអរគុណបងត្រីតូ បាទឬក៏អំស៊ីរីគីបាទចេះដោយសារតែជិតដល់ម៉ោងប្រកួតហើយបាទឡុងពិសិដ្ឋបាទត្រូវប្រកួតម៉ោង3បាទតែគាត់គូអន្តរជាតិគឺអាចជ្រេដល់ម៉ោង4:05ណាម៉ោង4កន្លះហ្នឹងមកទៅបាទចង់សួរគ្រូតិចតាក់ទិនទៅនឹងការប្រកួតរបស់គាត់នេះគឺឃើញមានបងប្អូនរបស់យើងគាត់ខមមិនច្រើនថាអត់ហាត់ហងបាទមិនឲ្យវាយបាទហើយក៏មួយទៀតគឺគាត់ឆ្ងល់ថាបាទចាប់ហ្នឹងមានបានប្រាប់សិស្សអត់អីអត់មិនបានក៏អត់ហាត់ចឹងរាល់ពេលដែលចាប់ឈ្មោះគឺសួរទាំងអស់បាទដែលឡៃឈ្មោះគាត់ក៏មានថ្ងៃទី19បាទតែដោយសារឃើញគាត់អត់ហាត់ខ្ញុំក៏ដកចេញបាទហើយឪពុកម្ដាយគាត់មកអំបគាត់បាទមកអំបគាត់ឲ្យគាត់ចូលហាត់ហើយដល់ពេលឪពុកម្ដាយគាត់មកអំបគាត់ឲ្យគាត់ចូលហាត់ហើយគាត់មកសុំទោសខ្ញុំឪពុកម្ដាយគាត់សុំទោសខ្ញុំដល់ខ្ញុំសុំទោសផងស្អែកវាចូលហាត់វិញហើយហ្នឹងលើកទី2ណាមិនលើកទី1អាហ្នឹងសុំទោសហ្នឹងអញ្ចឹងគាត់ក៏ថាស្អែកវាចូលហាត់មកវិញហើយអញ្ចឹងស្អែកឡើងខ្ញុំឃើញមកមែនខ្ញុំក៏ដាក់ថ្ងៃទី20វិញបាទខ្ញុំក៏សុំអឹមស៊ីបថាដាក់ថ្ងៃទី20វិញដាក់ថ្ងៃទី20វិញបន្ទាប់មកស្អែកឡើងបាត់ដល់បាត់រហូតបាត់រហូតបាត់រហូតដល់មានពាក្យវិចារអារាមអីផ្សេងៗហ្នឹងឯងអូខេរឿងតែមួយយ៉ាងគត់គឺគាត់អត់ចូលហាត់បាទចុះឥឡូវនេះគឺមានមតិ2ផ្ទុយគ្នាទី1បើសិនណាជាគាត់ស្លាប់បាទគឺបងប្អូនយើងគាត់អាចថាមកពីអន្តរជាតិនោះខ្សោយអត់ហាត់ក៏ស្លាប់ដែរតែបើសិនណាជាឡុងពីសិទ្ធស្លាប់បាទនឹងមានពាក្យមួយទៀតថាមិនក៏អត់ហាត់ផងឲ្យសិស្សវាយដែរបាទឥឡូវខ្ញុំបកស្រាយរឿងទី1សិនរឿងទី1អន្តរជាតិបងប្អូនដែលគាត់ឆ្ងល់ថាបើឡុងពិសិដ្ឋវាយស្លាប់មិនយកអន្តរជាតិអន់មកបាទបងប្អូនទៅចាក់ទៅក៏គាត់ដឹងដែរថាឡុងពិសិដ្ឋអញ្ចឹងសារក្រោយមិនហាត់ទេបាទគឺធៀមតែខ្លួនធ្វើតែគីឡូឡើងវាយហ្មងមិនអញ្ចឹងទេបាទបងប្អូនត្រូវដឹងថាក៏គាត់ដឹងដែរមិនត្រូវដឹងក៏គាត់ដឹងដែរថាឡុងពិសិដ្ឋជាម្ចាស់មេដាយមេស៊ីហ្គេមក៏ជាម្ចាស់ខ្សែក្រវ៉ាត់ដែរបើនិយាយពីក្បាច់គុណរបស់គាត់គឺមានគ្រប់សពបបោអញ្ចឹងអ្វីដែលគាត់ត្រូវការគឺកម្លាំងតែប៉ុណ្ណោះតែបើសិនជាបើវាយពឹងទៅលើបច្ចេកទេសហើយនឹងកម្លាំងគួបផ្សំគ្នាគឺវា50-50ហើយនៅពេលនេះបាទអត់ដូចគាត់ហាត់ទេគាត់ហាត់យើងសង្ឃឹម80បាទអាហ្នឹងរឿងទី1បាទរឿងទី2រឿងគេមិនបាទបើសិនណាជាឡុងពិសិដ្ឋស្លាប់វិញបើសិនជារឿងទី2ឡុងពិសិដ្ឋស្លាប់មូលហេតុតែគឺគ្រូឲ្យប្រកួតខ្ញុំសួរគាត់ផ្ទាល់បាទខ្ញុំសួរគាត់ផ្ទាល់គាត់វាយអត់បាទគាត់វាយអត់ហើយមុនថ្ងៃថ្លឹងគីឡូមួយថ្ងៃខ្ញុំបញ្ជាក់គាត់ពីព្រឹកម្ដងពេលថ្ងៃម្ដងហើយបញ្ជាក់អត់បានបញ្ជាក់មួយគាត់ទេព្រោះគាត់អត់ចូលក្លឹបអត់មកនិយាយមួយខ្ញុំទេបាទគឺប្រពន្ធរបស់គាត់និយាយថាប្រពន្ធរបស់គាត់ព្រោះគាត់នៅជាមួយគ្នាហើយខ្ញុំនិយាយមួយប្រពន្ធគាត់មកជួបខ្ញុំនៅក្លឹបផ្ទាល់ថាប្រពន្ធគាត់មកជួបខ្ញុំផ្ទាល់ថាអេអាកណៅគេពងសុភីចុយមួម៉ៅមកទៅទៀតពងចូលអារម្មណ៍ជប់ដល់ណាហើយមិញចោលអ្នកមានជប់ដល់ណាហើយប្រពន្ធរបស់គាត់ផ្ទាល់ប្រពន្ធរបស់គាត់ផ្ទាល់គឺមកជួបខ្ញុំនៅក្លឹបផ្ទាល់គឺប្រពន្ធឡុងពិសិដ្ឋផ្ទាល់គាត់មកដល់ក្លឹបហើយគាត់បានសុំថាឲ្យប្តីគាត់វាយព្រោះប្តីគាត់សុំវាយអញ្ចឹងខ្ញុំក៏សម្របសម្រួលខ្ញុំក៏ទេមកអត់ស៊ីបថាថាអូខេគាត់វាយបានអញ្ចឹងក៏ចាំមានន័យថាអត់មានបខំទេខ្ញុំបាទអ្នកណាមានសិទ្ធិបខំក្មេងឲ្យវាយនៅក្លឹបខារខិនរឿងគីឡូនេះមួយប្រកួតនេះមួយគាត់ចង់វាយបានខ្ញុំសុំស្ថានីយដាក់ឲ្យគីឡូទី1ទៀតគាត់ចង់វាយគីឡូណាគឺគាត់ប្រាប់ខ្ញុំមកបាទដាក់គីឡូហ្នឹងឲ្យបាទដាក់គីឡូហ្នឹងឲ្យគាត់ចង់វាយគីឡូខ្លួនគាត់វាយខ្លួនគាត់តូចគាត់ចង់វាយគីឡូហឹកគីឡូ7គឺខ្ញុំសុំដាក់គីឡូ7ឲ្យតែគាត់ធ្វើឲ្យបានតែគេតែប៉ុណ្្នឹងទេគាត់សុំគីឡូណាខ្ញុំដាក់ឲ្យគីឡូហ្នឹងខ្ញុំអត់បខំកីឡាករសរុបមកវិញបាទបើសិនណាជាអន្តរជាតិស្លាប់បោះឡុងពិសិដ្ឋបាទគឺមានន័យថាគាត់ធ្វើបានល្អបាទតែបើសិនណាជាឡុងពិសិដ្ឋស្លាប់បោះអន្តរជាតិវិញបាទបើសិនជាឡុងពិសិដ្ឋស្លាប់បោះអន្តរជាតិខ្ញុំចង់វាជាសារមួយដ៏សំខាន់របស់គាត់ប្រាប់ទៅឡុងពិសិដ្ឋថាបើយើងជាអ្នកកីឡាករហើយយើងអត់ហាត់លទ្ធផលគឺវាអត់ជោគជ័យទេអត់ជោគជ័យទេលទ្ធផលដ៏ល្អបំផុតសម្រាប់កីឡាករគឺខំប្រឹងហ្វឹកហាត់បាទអូខេហើយមួយទៀតថ្ងៃនេះខ្ញុំឃើញបងត្រីតូចគាត់ផុសថាកីឡាករដែលអត់ហ្វឹកហាត់ផងហ
ហើយឡើងទៅប្រកួតបើសិនជាប្រកួតឈ្នះតើថ្ងៃក្រោយគ្រូគ្រប់គ្រងយ៉ាងម៉េចនេះជាសារដ៏សំខាន់ខ្ញុំពិតជាអរគុណបងត្រីតូបាទអូខេ